แรงชี้เอาไว้เห็นสักลูกได้ชื่อจางหรือเด็ดดีเลยแต่กระบาลมวยนี้ชื่อคิดหายรูปเปรย์แน่เธอเอาเมียนตึกแน่มีสักในกรุกขยมโตบ้านหนึ่งถ้ารองเพลงลืมโดยท้องเปลอมสรลันยังตายจัดเจือบลึกเล่ให้เฉลี่ยไปดอกอ้อยใจดอกใดชวนลำลายจงสมองบ่สมกุกกุกเรียนนั่งชีวดูก่อนต่อร้อยดูลอยเธอชวนจะรู้ใจรีบันสนายเมื่อมันดังจัดสมองเล่นเรียกมาเด้เอาอีกช่องทางเดียวมันน้องมันมีเด้เอาและมองดูได้พูดรอไล่ถูกยกคอยเธอได้นั่งล้วนคาสไลน์น้ำระกนและสิ่งตรงเลยสาวสมองบ้านตรึงตายหมดแต่มีเปรียบกดตาเชียร์มีผมโดนโยខ្ញុំពោបានដឹងថាអារម្មណ៍ពេលនឹងដូចអំពើអងស្រឡាញ់យើងតែចិត្តជ្រើលឹកលែហើយជ្រាបបេះដូងឲ្យស្រីដល់ទេឈួរដល់ឡាខ្ញុំសូមអរសូមគ្រប់ទុកគ្នានឹងជីវិតនោះកុំណោកុំឲ្យមនុស្សល្អឬឈួនចិត្តព្រួតតែរៀបបាត់ស្រ័យបើមិនដឹងចិត្តស្មោះលេងទៀងបានទេឲ្យខ្ញុំហើយទៀងម្ដងដល់បានមិនមានទេឲ្យលះបង់នោះតែស្រឡាញ់លោកខ្ញុំខូចខើតែនឹងព្រួតថាស្នេហ៍អ្នកណាប្រាកដអ្នកផ្សេងត្រឹមលេងសើស្មោះបានព្រឹកតែមុនតែនេះម្នាក់អត់តែជាពិភពលោកខ្ញុំសូមអរសូមគុំទុំនាងនឹងជាមនុស្សកូនតកុំឲ្យនោះល្អនឹងឈួតចិត្តព្រួតតែវិបត្តិស្នេហ៍បើមិនដឹងចិត្តស្មោះលេងទៀងបានទេឲ្យខ្ញុំហើយដល់តែបានមិននិយាយទេឲ្យអ្នកបងនោះតែគួរស្រឡាញ់ទូខ្ញុំខូចខើតែខ្លួនថាស្នេហ៍អ្នកណាប្រាកដអ្នកផ្សេងត្រឹមលេងសើចស្មោះបានត្រឹមតែមាត់តែនេះមិនដាក់ទុតដើរជាពិភពលោកខ្ញុំសូមសម្លេងមកក៏ទៅដល់កម្ពុជាដល់ជំរាបយើងទាំងពីរដួងបាទអរគុណច្រើនអរគុណបងអូនចាបាទសូមសម្លេងបងសាទរមួយទៀតបាទបាទអរគុណបាទជំរាបសួរអូហូអរគុណច្រើនមែនតើអរគុណនៅសម្លេងហូអរគុណខ្លាំងណាស់ជាមួយនឹងបទចម្រៀងរួមគ្នាមួយបទធ្វើឲ្យកក្រើកវេទិកាតន្ត្រីយុវវ័យនៅក្នុងថ្ងៃនេះចាឥឡូវយើងសួរទៅដល់បងប្អូនរំធ្វើបាទបងប្អូនពេញចិត្តនៃការប្រគំតន្ត្រីថ្ងៃនេះអត់ឥឡូវបើពេញចិត្តសូមសម្លេងសាទរខ្លាំងមួយទៀតមកបាទអរគុណយ៉ាងណាដែរនៅពេលដែលបងប្អូនគាត់ស្រឡាញ់និងគាំទ្រជូនទៅដល់លោកបាទអរគុណដល់វត្តមានដល់មានតម្លៃរបស់បងប្រុសបងស្រីនិងបងប្អូនក៏ដូចជាលោកអ៊ំលោកពូដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមរីករាយជាមួយនឹងកម្មវិធីរបស់ស្ថានីយទូរទស្សន៍ ETV ហើយយើងខ្ញុំក៏បានបង្ហាញជូននៅបទចម្រៀងថ្មីហើយក៏បានទទួលការលើកទឹកចិត្តនេះហើយជាអ្វីដែលយើងខ្ញុំចង់បានហើយឆ្លៀតអរគុណដល់បងប្អូនស្រីដែលបានផ្ដល់ទឹកកតាជូនខ្ញុំហើយអរគុណដល់បងប្អូនដែលនៅខាងមុខបានធ្វើតាមនៅពិសេសជូនខ្ញុំអរគុណបងណាសុខសប្បាយចាអរគុណក៏កំណត់លោកកាត់ជែមបាទអរគុណច្រើនសម្រាប់ខ្ញុំបាទថ្ងៃនេះផងដែរអរគុណដល់ហ្វេនសម្រាប់ថ្ងៃនេះខ្ញុំបាទមានអារម្មណ៍រំភើបជាពិសេសតែម្ដង
គឺដូចថាថ្ងៃនេះជាថ្ងៃលើកទី1ដែលពួកខ្ញុំបានបកស្រាយបទចម្រៀងរួមគ្នានៅលើឆាកប្រគំតន្ត្រីដោយសពមួយដងគ្រាន់តែយើងច្រៀងឆាកជាមួយគ្នាតែអាចបានបកស្រាយបទចម្រៀងរួមគ្នាតែថ្ងៃនេះមានអារម្មណ៍រំភើបមែនទែនដែលបានបកស្រាយជាមួយនឹងបទចម្រៀងជាមួយនឹង best friend របស់ខ្ញុំមិត្តភក្តិល្អរបស់ខ្ញុំគឺលោកខេមរៈស្រីមុនបាទអរគុណច្រើនហើយក៏អរគុណដល់ fan ទាំងអស់ទាំង fan របស់លោកខេមរៈស្រីមុន fan របស់យូរីនិង fan របស់ខ្ញុំបាទផងដែរដែលបានផ្ដល់សម្លេងហូអរគុណ បាទពិតប្រាកដពីព្រោះថាយើងកម្របានឃើញនៅការប្រគំតន្ត្រីវត្តមានតារាចម្រៀងកម្ពុជាតារាចម្រៀងល្បីៗបកស្រាយនៅបទចម្រៀងរួមគ្នាអញ្ចឹងពេលណាដែលយើងបានជួបគ្នាគឺវេទិកាព្រឹត្តិការណ៍នៃការប្រគំតន្ត្រីរបស់យើងគឺមានភាពកក្រើកអរគុណសម្រាប់ការគ្រប់គ្រងពីបងប្អូនអញ្ចឹងសូមផ្ដល់ជាសម្លេងសាទរខ្លាំងមួយទៀតបាទអរគុណយើងមាននៅបទចម្រៀងរួចជាច្រើនបទទៀតនៅវគ្គក្រោយពីកម្មវិធីក៏សូមពេលអនុញ្ញាតសម្រាប់មួយ pleasant